Người bị trừវិញយើងក៏ឃើញថាតាញាហ្នឹងក៏សុខភាពរៀងមាំទាំម៉ៃរៀបនឹងចូលធ្វើការងារថ្មីក៏ទទួលបានការងារមកគឺជាអ្នកដែលទៅវឹកវើពលទាហានដែលទើបតែនឹងចូលថ្មីហើយវាក៏ជាគោលបំណងរបស់តាញាផងដែរសប្បាយចិត្តមែនតើខំព្យាយាមលាក់ទៅមុខដើម្បីកុំឲ្យគេដឹងថាខ្លួនសប្បាយចិត្តអីចឹងណាបន្ទាប់មកអ្នកដែលចាត់ចែងការងារហ្នឹងគាត់ក៏និយាយប្រាប់ថាពេលដែលបញ្ជូនតាញាទៅតបជួរមុខហ្មងវាហាក់បីដូចជាបង្ហាញពីភាពទន់ខ្សោយរបស់គេផងដែរព្រោះថាតាញាជាក្មេងអាយុ9ឆ្នាំនៅឡើយបន្ទាប់មកក៏ប្រាប់ឲ្យតាញាទៅកន្លែងមួយដែលគេធ្វើតេស្តគ្រឿងអលង្ការថ្មីសម្រាប់អ្នកដែលជាពលទាហានម៉ែកអញ្ចឹងណាជិះឡើងទៅលើបានកម្ពស់ខ្ពស់ទៅស្រាប់តែអា fly gear មួយហ្នឹងក៏បានផ្ទុះប៊ូមពេលវេលាក៏បានសារមកក្រោយបន្តិចនៅពេលដែលថាញាគាត់កំពុងតែនិយាយជាមួយនឹង doctor ដែល test jewelry ឬក៏គ្រឿងអលង្ការសម្រាប់ទាហានម៉ែកហ្នឹងថ្មីដែលវាផ្គុំជាមួយនឹងអា jewelry ចាស់ចូលគ្នាដល់ទៅ4ឯណោះអាហ្នឹងគេហៅថា revolution ថ្មីធ្វើវាឲ្យខ្លាំងជាងមុនអញ្ចឹងណារួចហើយក៏ជិះឡើងលើហ្នឹងដល់កម្ពស់ខ្ពស់តិចផងអីផងក៏គិតថាទៅលេងរួចខាងអ្នកប្រតិបត្តិការចាំប្រាប់ពីក្រោមហ្នឹងក៏ឲ្យចុះមកវិញដុកទ័រក៏ទាញក្បាលមីក្រូប្រាប់ថាឲ្យទៅខ្ពស់ជាងនឹងទៅជិះបាន18គីឡូម៉ែត្រណោះទូទៅជិះបាន16គីឡូម៉ែត្រហ្នឹងថាញារីស្ទាក់ស្ទើរក៏ប៉ុន្តែដុកទ័រប្រាប់ឲ្យទៅអីក៏ប្រកែកកើតក៏ទៅជិះឡើងទៅលើយូរទៅក៏វារេចុះផងឡើងផងកម្ដៅនឹងក៏ឡើងខ្លាំងទៀតដល់ទៅពេលឡើងទៅដល់លើខ្ពស់ទៅស្រាប់តែកម្ដៅរបស់វានឹងចុះវិញគិតថាលែងអីទៅហើយស្រាប់តែផ្ទុះនៅកន្លែងហ្នឹងរាំងបដ ாய் ធ្លាក់មកដល់ក្រោមឋានញានឹងក៏បាសសក់ជ្រងមុខឡើងខ្មៅឯមួម៉ៅជាមួយនឹងដុកទ័រនឹងខ្លាំងហ្មងមិនឯងជាកដោលពិសោធន៍ឬក៏យ៉ាងម៉េចហ្នឹងដុកទ័រក៏មកកន្លែងរបស់ឋានញារួចហើយក៏និយាយលួងលោមឲ្យស្អែកហ្នឹងធ្វើតេស្តរបស់គាត់ទៀតអញ្ចឹងណាឋានញាខឹងមែនតើអត់ធ្វើតេស្តស្អីទេអាណាយកទៅហ៊ានយកមកធ្វើតេស្តជាមួយនឹងឧបករណ៍ដែលវាមិនទាន់ដើរអញ្ចឹងឧបករណ៍សម្រាមអញ្ចឹងខ្លួនអត់ជិះហ្មងពីរនាក់ហ្នឹងក៏នៅតែបន្តបកកែកគ្នាទៅមកដូចជាមនុស្សចាស់ពីរនាក់អញ្ចឹងបន្ទាប់មកក៏ចូលទៅក្នុងបន្ទប់សរសេរសំណើទៅកាន់ថ្នាក់លើចង់ទៅជួខាងមុខវិញអត់នៅធ្វើជាកណ្ដោពិសោធន៍របស់អាដុកទ័រឈួតឡប់ហ្នឹងទេអាកំពុងតែព្យាយាមរស់ធ្វើម៉េចឲ្យបានអាយុវែងសងសឹកជាមួយនឹងអាពូពិភព X ផងមកងាប់ដោយសារអាស្នាដៃដុកទ័រហ្នឹងមិននឹងកើត Captain Ogre នៅពេលដែលឃើញសំណើផ្លាស់ប្ដូរទៅកាន់តបជួរមុខអញ្ចឹងគាត់ក៏បកកែកភ្លាមព្រោះថាគាត់ក៏មានកូនស្រីអាយុតាណាគ្នាជាមួយនឹងថាញាដែរដល់ឃើញសំណើរបស់ខ្លួនត្រូវបានបកកែកនឹងខាងថ្នាក់លើវិជ្ជាប្រាប់ហេតុផលគ្រឿងអលង្ការថ្មី Type 95ហ្នឹងក៏ជប់ឲ្យពិសោធន៍ទៀតចឹងទៅខ្លួនក៏សប្បាយចិត្តបដ ாய் គិតថានឹងអង្គុយក្នុង office ផឹកកាហ្វេធម្មតាអញ្ចឹងណាស្រាប់តែពេលហ្នឹងក៏ភាវៈ X ក៏បានបង្ហាញខ្លួនមកជួបគ្នាជាមួយនឹងឋានញាតែម្ដងហើយគាត់ពិតជាអស់និយាយជាមួយនឹងអត្តចរិតរបស់ឋានញាមែនទែនថ្មិលអត់សាសនាយ៉ាងម៉េចក៏នៅតែយ៉ាងនឹងដដែលឲ្យសិក្សារៀនសូត្ររយៈពេល10ឆ្នាំទៅហើយនៅពេលដែលឃើញទឹកមុខ stress របស់ភាវៈ X អញ្ចឹងឋានញាពេញចិត្តមែនទែនទោះបីជាមានរឿងអីកើតឡើងក៏ដោយក៏ខ្លួនមិនជឿឬក៏គោរពទៅកាន់ព្រះជាម្ចាស់ជាដាច់ខាតបន្ទាប់មកព្រះឬក៏ភាវៈ X នៅក្នុងរូបរាងជាតុក្កតាហ្នឹងក៏បានប្រាប់ថាពួកគាត់នឹងបកគលពរឲ្យមួយដែលគេហៅថាជាពរអភូតហេតុឲ្យឋានញាដឹងអញ្ចឹងណាឋានញាក៏សួរថាអភូតហេតុហ្នឹងស្អីគេទៅកែប្រែទឹកសមុទ្រឲ្យទៅជាស្រែឬក៏កាហ្វេមែនបន្ទាប់មកនាងក៏បានវាយរូបតុក្កតាហ្នឹងឲ្យធ្លាក់ដួលបែកខ្ទេចតែម្ដងបន្ទាប់មកហ្នឹងខាង PVX ហ្នឹងក៏បានប្រាប់ទៅកាន់ឋានញាថាចាំទៅមើលទៅបើកភ្នែកមកវិញក៏ឃើញថាខ្លួនដូចជាសពនោះទេក៏ប៉ុន្តែតុក្កតាហ្នឹងគឺនៅកន្លែងបង្អួចនឹងដដែលហើយក៏ឃើញសម្បត្តិមួយដែលសរសេរថាព្រះនឹងនាំផ្លូវស្អែកឡើងខ្លួនក៏មកពិសោធន៍ជាមួយនឹងអា fly gear របស់ Doctor នឹងដដែលដែលគាត់ប្រាប់ថាគាត់ពិសោធន៍ជាមួយនឹងអារបៀបផ្សេងថាឧបករណ៍មួយហ្នឹងវានឹងដំណើរការយ៉ាង100%បន្ទាប់មកក៏បកកែកបង្កើតក៏ជាឧបករណ៍ហ្នឹងឡើងទៅលើតាមការពិសោធន៍ទៅឡើងទៅលើហ្នឹងក៏ឃើញថាម៉ាស៊ីនហ្នឹងចាប់ផ្ដើមក្តៅនិងជីអត់នឹងទៀតហើយ Doctor ក៏ប្រាប់ថាជីធម្មតាទៅមិនអីទេត្រូវតែជឿជាក់ទៅលើព្រះព្រោះថាកាលពីប្រហែលថ្ងៃមុនគាត់ឮសំឡេងព្រះប្រាប់យ៉ាងច្បាស់ត្មងថាការពិសោធន៍របស់គាត់នឹងជោគជ័យអញ្ញាក៏ឆ្ងល់មែនទែនមិនក៏ Doctor មកនិយាយរឿងព្រះខណៈពេលដែលខ្លួនកំពុងតែធ្វើពិសោធន៍ជាមួយនឹងឧបករណ៍ fly មួយនេះអញ្ចឹងនៅពេលដែលឧបករណ៍ហ្នឹងចាប់ផ្ដើមបញ្ចេញពន្លឺអត់នឹងឡើងកម្ដៅរៀមក្នុងផ្ទុះទៅហើយក៏ស្រាប់តែ Doctor ហ្នឹងចេញមកក្រៅនិងប្រាប់ឲ្យឋានញាហ្នឹងនាំគ្នាបួងសួងព្រមគ្នាឲ្យវាទទួលបានជោគជ័យឋានញាគ្រាន់តែឃើញស្ថានភាពបែបហ្នឹងភ្លាមក៏ខឹងហ្មងដឹងច្បាស់ណាស់ថា PVX ហ្នឹងហើយគឺជាអ្នករៀបចំបន្ទាប់មកក៏ស្រាប់តែ PVX ហ្នឹងលេចមុខចេញមកប្រាប់ឲ្យឋានញាមិនដែរជឿលើព្រះនៅក្នុងបេះដូងរបស់ឯងបើពោពេញទៅដោយការមិនជឿជាក់បែបហ្នឹងច្បាស់ណាស់ធ្វើឲ្យមិនបានជោគជ័យនោះទេបើកាលណាជឿទឹកចិត្តទៅលើព្រះនឹងនាំផ្លូវបន្ទាប់មកការធ្វើការងារផ្សេងៗរបស់ឯងនឹងទទួលបានសម្រេចអស់ផ្លូវទៅហើយបើមិនបួងសួងអាចនឹងងាប់ចេះទៅក៏សម្រេចចិត្តថានឹងបួងសួងទៅកាន់ព្រះទៅបន្ទាប់មកក៏រឿងអភូតហេតុបានកើតឡើងការធ្វើតេស្ត fly gear មួយហ្នឹងក៏ទទួលបានជោគជ័យជិះ fly gear ហោះទៅលើយ៉ាងខ្ពស់បន្ទាប់មកឋានញាក៏គិតថាឧបករណ៍មួយនេះនៅពេលដែលវាជោគជ័យចឹងទៅពិតជាមាន advantage និងពូកែខ្លាំងមែនទែនក៏ប៉ុន្តែគិតឲ្យសពទៅអាឧបករណ៍នេះហាក់បីដូចជាបណ្ដាសាយមួយចឹងអ្នកខាងក្រៅនៅពេលដែលឃើញការពិសោធន៍ជោគជ័យក៏នាំគ្នាសប្បាយចិត្តដុកទ័ររបស់យើងឯវិញហ្នឹងក៏គិតថាព្រះប្រកាសជាមានពិតមែននៅលើលោកនេះបើមិនចឹងការពិសោធន៍របស់គាត់នឹងមិនទទួលបានជោគជ័យទេសាច់រឿង flashback ក៏សម្រាប់ថាបញ្ចប់នៅត្រឹមហ្នឹងឥឡូវនេះយើងមកបន្តសាច់រឿងខណៈពេលដែលឋានញាគាត់កំពុងតែប្រយុទ្ធនៅជួរខាងមុខវិញបាញ់គ្នា
ជាមួយនឹងសត្រូវបណ្ដានិងមួយម៉ៅជាមួយនឹងពួកភេវៈអិចបណ្ដាបន្ទាប់មកសាច់រឿងក៏បានកាត់មកកាន់នៅកិច្ចប្រជុំតុកថ្នាក់លើមួយអេរិកក៏បានធ្វើសេចក្តីថ្លែងការណ៍អំពីវត្តមានក៏ដូចជាហានិភ័យនៃវត្តមានរបស់ឋានៈខ្លាំងមែនទែនព្រោះថាគាត់នៅក្មេងក៏ប៉ុន្តែសមត្ថភាពរបស់គាត់សាហាវមែនទែនក៏ដូចជាខូខើផងដែរនៅពេលដែលបញ្ជូនគាត់ទៅកាន់ Ryan Theater កងទ័ពម៉ែកផ្សេងក៏ត្រូវបានស្លាប់ទាំងអស់ដោយសារតែស្នាដៃរបស់ឋានៈមន្ត្រីផ្សេងគាត់មិនសូវជាខ្វល់ប្រមាណនោះទេដោយសារតែក្មេងហ្នឹងអាយុត្រឹមតែ10ឬក៏9ឆ្នាំតែប៉ុណ្ណោះចំណែកលោក Hannah វិញក៏ប្រាប់ទៅកាន់ Eric កុំបារម្ភច្រើនពីវត្តមានរបស់ឋានៈហ្នឹងឯងព្រោះថាគាត់បានសម្រេចចិត្តថាគួរធ្វើយ៉ាងម៉េចជាមួយនឹងឋានៈហ្នឹងឯងបងមកកន្លែងជំរំទ័ពអានេះវិញយើងក៏ឃើញ Victoria ហ្នឹងកំពុងតែដេករអ៊ូរទាំចង់ទៅងូតទឹកចង់ញ៉ាំអីឆ្ងាញ់ៗអញ្ចឹងណានៅកន្លែងសមរភូមិហ្នឹងវាមិនស្រួលសោះស្រាប់តែពេលហ្នឹងក៏ឋានៈគាត់ដើរមកដល់ Victoria ហ្នឹងក៏ត្រង់ដៃត្រង់ជើងបដ បន្ទាប់មកឋានៈក៏បានហុចសម្បត្តិមួយឲ្យទៅកាន់ Victoria ថាឲ្យទៅធ្វើជាប៉ូលីសវិញទៅកុំមកពិបាកនៅក្នុងសមរភូមិនេះអីហើយ Victoria គាត់តែឃើញអញ្ចឹងក៏សប្បាយចិត្តមែនទែនក៏ប៉ុន្តែក៏ភ័យខ្លួនផងដែរព្រោះថាអត់ចង់ឲ្យដូចជា Kurt ក៏ដូចជា Harald នោះទេក៏សួរទៅកាន់ឋានៈថាបើសិនជាគាត់ទៅធ្វើជាប៉ូលីសកន្លែងប៉ូលីសហ្នឹងអត់មានកំភ្លើងធំផ្លោងទៅណាអីឋានៈគាត់ក៏បានដើរចេញទៅក៏ប៉ុន្តែមុខរបស់គាត់ហ្នឹងគឺមើលមែនទែនមិនក៏គិតមកគាត់អញ្ចឹងហើយយើងក៏ឃើញថាឋានៈហ្នឹងក៏ទទួលសម្បត្តិមួយដែលគេអញ្ជើញឲ្យគាត់ទៅកាន់ Academy វិញផងដែរឋានៈក៏រៀបនឹងចេញដំណើរឲ្យស្រាប់តែលោកអនុសនីតូអេលែនក៏បានមកជួបគ្នាជាមួយនឹងឋានៈរួចហើយក៏អរគុណទៅកាន់ឋានៈដែលបានមកជួយខាងគាត់អីអញ្ចឹងណាបន្ទាប់ពីនិយាយសម្រាប់សំណាគ្នាហើយគាត់ក៏អរគុណម្ដងទៀតទៅកាន់ឋានៈនិងជូនពរសុខសប្បាយតាមផ្លូវរួចហើយក៏បានប្រាប់ថាព្រះនឹងនៅខាងយើងជានិច្ចឋានៈក៏ reply ទៅវិញថាអូខេនៅខាងយើងជានិច្ចទាំងតដាក់តដិតKurt ហើយនិង Han ក៏បាននិយាយគ្នាអំពីស្ថានភាព Ryan Theater ក៏បានឃើញថាកងទ័ពនៅកន្លែងហ្នឹងក៏កំពុងតែបន្ថយញោចគម្រោងការដែលគាត់រៀបចំទុកមុនហ្នឹងក៏វាបរាជ័យរួចរាល់ដូចគ្នាហើយដែលពួកគាត់ត្រូវការឡើងហ្នឹងគឺកងទ័ពមួយក្រុមដែលមានសមត្ថភាពអាចឆ្លើយឆ្លងជាមួយនឹងស្ថានភាពមួយនេះបាននៅពេលដែលឋានៈកំពុងតែជិះរថភ្លើងដៃកាន់កាហ្វេគិតថាអនាគតរបស់ខ្លួននឹងរស់ស្រួលមិនមកធ្វើសង្គ្រាមទៀតទេក៏នៅក្នុង office របស់ Han ណាវិញហ្នឹងក៏កំពុងតែមើលឯកសារក្រុមទាហានណាដែលគួរ recommend ទៅអញ្ចឹងណាបើមើលឯកសារទៅក៏ឃើញតែឯកសារនោះមួយមានអក្សរពីលើហ្នឹងថាព្រះនឹងនាំផ្លូវបើកមើលទៅក៏ឃើញថារូបថតរបស់ឋានៈគឺនៅក្នុងនឹងតែម្ដងរយៈពេល6ខែហើយដែលខ្លួនត្រឡប់មកពីជួរខាងមុខវិញហើយឃើញថាជីវិតរបស់គាត់នឹងឥឡូវដូចជា enjoy មែនទែនអស់ពីទៅរៀនក៏មកដេកអស់ពីដេកក៏ទៅរៀនអញ្ចឹងឯងជីវិតនៅសាលារៀនក៏ចុះសម្រុងជាមួយនឹងគេឯងគ្រប់គ្នាដោយសារតែមានមេដាយប្រាក់ជាប់នៅនឹងទ្រូងការសិក្សាឆ្លើយសំណួរផ្សេងៗនៅក្នុងថ្នាក់ហ្នឹងក៏ខ្លួនឆ្លើយបានល្អជាងគេចំណិចខណៈពេលដែលគ្រប់គ្នាចេញលេងអស់ក៏ Captain Uger ហ្នឹងក៏មកជួបគ្នាជាមួយនឹងឋានៈឃើញថាគាត់កំពុងតែរៀបចំ rifle របស់គាត់នៅពេលដែលឃើញអញ្ចឹងក៏គិតថាបុគ្គលដែលចង់ទៅទ័ពជួរមុខហ្នឹងពិតជាខុសប្លែកខុសគេឯងមែនទែនតាមពិតទៅឋានៈក៏រៀបចំកំភ្លើងឲ្យរួចរាល់ហ្នឹងដើម្បីបាញ់ក្បាលពួក VVX នៅពេលដែលវាបង្ហាញមុខមកនៅមុខគាត់តែប៉ុណ្ណោះនៅក្នុង library ក៏អើតយកសភៅអានក៏ប៉ុន្តែដោយសារតែកម្ពស់ទាបពេកហ្នឹងអើតយកអត់ដល់ស្រាប់តែពេលហ្នឹងលោកឧត្តមសេនីយ៍ Han ក៏បានដើរមកកាន់សភៅហ្នឹងហើយបន្ទាប់មកក៏ជួបសន្និសនាគ្នាជាមួយនឹងឋានៈគ្រាន់តែដឹងថាជាលោកឧត្តមសេនីយ៍ព្រាមឋានៈក៏ត្រង់ដៃត្រង់ជើងរួចហើយក៏ប្រាប់ថាខ្លួននឹងមានកិត្តិយសមែនទែនដែលបានជួបគ្នាជាមួយនឹងលោកឧត្តមសេនីយ៍ Han បន្ទាប់មកគាត់ក៏ប្រាប់ទៅកាន់ឋានៈថាចង់ជួបគ្នាជាមួយនឹងឋានៈបន្តិចតែនេះដែលអត់មកជួបគ្នានិយាយជាមួយគាត់ផ្លែតមកគាត់ហ្នឹងហើយគឺជាអ្នករៀបចំក្រុមការធ្វើសឹកសង្គ្រាមនៅទីនេះទីនោះអីចឹងណាបន្ទាប់មកក៏សួរទៅកាន់ឋានៈថាគិតមិនដែរទៅលើសង្គ្រាមហ្នឹងដល់ទៅពេលសំណួរទៅរំទលាពេកក៏សួរជាក់លាក់ហ្មងថាគួរតែដាក់ទ័ពតាណាទៀតអីចឹងណាឋានៈក៏សុចេះប្រាប់ថាសង្គ្រាមមួយនេះនឹងអូសបន្លាយខ្លាយទៅជាសង្គ្រាមលោកជាមិនខានមូលហេតុហ្នឹងដោយសារតែគាត់គិតថាឥឡូវនេះកម្លាំងទ័ពរបស់ Empire យើងហ្នឹងគឺរៀងខ្លាំងវាយគ្នាជាមួយនឹង Republic ប្រកាសជាអាចយកឈ្នះនៅពេលដែលវាយយកឈ្នះទទួលបានសន្តិភាពហើយនោះនឹងក្លាយទៅជាប្រទេសមហាអំណាចមួយមហាអំណាចផ្សេងៗដែលនៅជិតខាងហ្នឹងពិតច្បាស់ណាស់ប្រកាសជាមិនមើលរំលង Empire ជាដាច់ខាតមហាអំណាចទាំងអស់នោះច្បាស់ណាស់មិនមកធ្វើសង្គ្រាមផ្ទាល់ថ្មទេជាដំបូងហ្នឹងគឺពួកគេធ្វើការដាក់ពន្ធខ្ពស់ក៏ដូចជា limit កំណត់ឲ្យសភាវុធរបស់យើងហ្នឹងមិនឲ្យឡើងខ្ពស់ដំណោះស្រាយរបស់ឋានៈគឺចូលតុពិភាក្សាគ្នាជាមួយនឹងមហាអំណាចជិតខាងមុនក៏ប៉ុន្តែបើមិនទទួលបានជោគជ័យទេនោះខ្លួននឹងធ្វើការចំណាយសម្ភារៈឬក៏សេដ្ឋកិច្ចផ្សេងៗនៅក្នុងស្រុកទេរបស់យើងឲ្យបានតិចជាងមុនឬខ្លួនឯងនិយាយចឹងហ្នឹងក៏ស្ញាយសរសើរជាមួយនឹងពាក្យសម្ដីរបស់ខ្លួនឯងគិតថាខ្លួនហ្នឹងគឺជាមនុស្សធំដែលមានចំណេះដឹងខ្ពង់ខ្ពស់អញ្ចឹងណាលោកឧត្តមសេនីយ៍ Han គាត់ក៏បានឆ្លើយតបទៅកាន់ឋានៈវិញអញ្ចឹងយើងមិនគួរធ្វើសង្គ្រាមឲ្យឈ្នះពីណាគេឯមែនឋានៈចង់ទៅផ្ទះខ្លួនឯងបែកមាត់រួចហើយក៏បកស្រាយម្ដងទៀតទៅកាន់លោកឧត្តមសេនីយ៍ថាការដែលចំណាយសេដ្ឋកិច្ចឲ្យតិចបំផុតហ្នឹងគឺចង់ឲ្យសង្គ្រាមមួយហ្នឹងគឺប្រព្រឹត្តទៅរយៈពេលវែងនោះយើងនឹងអាចយកឈ្នះទៅលើ Republic បានលោកឧត្តមសេនីយ៍ក៏សួរថាមានគម្រោងអីនៅក្នុងចិត្តដែរអត់ឋានៈហ្នឹងក៏គិតថាបើសិនជាខ្លួនកំសាកច្បាស់ណាស់ប្រកាសជាគេរុញទៅកាន់តបជួរមុខអញ្ចឹងទៅតនិយាយអីឲ្យរៀងក្លាហានតិចគម្រោងការរបស់ឋានៈហ្នឹងគឺការ
ការប្រើប្រាស់ទ័ពថ្មើរជើងដើម្បីការពារនិងវាយប្រហារទៅកាន់សត្រូវដោយប្រើប្រាស់ទ័ពម៉េចមិនសូវជាមានច្រើននោះទេក៏ប៉ុន្តែដើម្បីឈ្នះសង្គ្រាមបានគឺធ្វើម៉េចឲ្យកងទ័ពនឹងបាត់បង់ជីវិតតិចបំផុតប្រើប្រាស់លុយកាក់នឹងក៏តិចបំផុតដូចគ្នាការប្រើប្រាស់ទ័ពថ្មើរជើងឲ្យនៅការពារវាយប្រហារទៅលើសត្រូវដោយប្រើប្រាស់ទ័ពម៉េចគឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីយកឈ្នះសង្គ្រាមបានហើយចំនួនទ័ពម៉េចដែលយកទៅវាយប្រហារសត្រូវនឹងក៏មិនយកច្រើននោះទេតែប្រមាណក្រុមមួយក្រុមពីរក្រុមតែប៉ុណ្ណោះដើម្បីឲ្យការប្រើប្រាស់ស្បៀងនឹងវាអស់តិចហើយបើសិនជាស្លាប់ទ័ពក៏ស្លាប់អស់តិចដូចគ្នានិយាយមកដល់ចំណុចនេះឋានៈក៏គិតនៅក្នុងចិត្តតែសង្គ្រាមនឹងចប់ច្បាស់ណាស់ខ្លួនប្រកាសជាទទួលបានបានសរសើរឬក៏ឡើងតំណែងជាម្ខាងនេះលោកឧត្តមសេនីយ៍គាត់ក៏ថាអូខេកម្រិតមួយនឹងចាំគាត់យកទៅគិតមើលបន្ទាប់មកឋានៈក៏គោរពទៅកាន់លោកឧត្តមសេនីយ៍រួចហើយក៏បានដើរចេញពីក្រៅបន្ទប់ឧត្តមសេនីយ៍ហានក៏បានធ្វើសំណើឯកសារមួយនេះទៅកាន់ថ្នាក់លើរួចហើយខាងថ្នាក់លើនឹងក៏បានផ្ញើឯកសារមួយនឹងទៅឲ្យអេរិចរួចហើយគាត់ក៏បានអាននៅលើរថភ្លើងនឹងគាត់ក៏ភ្ញាក់ផ្អើលជាមួយនឹងដំណឹងដែលថាសង្គ្រាមលោកអាចនឹងកើតឡើងមែនតែនតាមពិតទៅគាត់មិនគិតថារឿងមួយនេះវាអាចនឹងមិនកើតឡើងនោះទេក៏ប៉ុន្តែនៅពេលដែលអានសំណើឯកសារនឹងហើយគាត់ក៏គិតថាវាពិតជា logic ហើយវាពិតជាអាចកើតឡើងមែនតែនក៏ប៉ុន្តែមានអារម្មណ៍ថាអ្នកដែលនៅពីក្រៅកំណត់មួយនេះហាក់បីដូចជាមនុស្សមិនធម្មតាសោះឋានៈកំពុងតែអង្គុយញ៉ាំកាហ្វេកភ្លើងជាប់នឹងដៃกระดาษសិភៅមិននឹងជាសរសេរស្អីខ្លះទេស្រាប់តែកាប់តែ Google ហ្នឹងក៏បានមកជួបគ្នាជាមួយនឹងឋានៈរួចហើយក៏សួរសំណួរមួយទៅកាន់ឋានៈថាម៉េចក៏ចង់ខ្លាយទៅជាទាហានអញ្ចឹងឋានៈក៏ប្រាប់ថាពុករបស់ខ្លួននឹងធ្លាប់ជាទាហានម៉ែរបស់ខ្លួនបោះបង់ចោលរស់នៅមជ្ឈមណ្ឌលកម្មាកំព្រាបើមិនធ្វើទាហាននឹងគឺខ្លួនគ្មានផ្លូវផ្សេងទេសមត្ថភាពប៉ុណ្ណឋានៈដែរបើសិនជាធ្វើស្អីផ្សេងនឹងក៏ពូកែខ្លាំងដូចគ្នាក៏គួរតែលាឈប់ធ្វើជាទាហានទៅព្រោះថាកាប់តែ Google នឹងគាត់ក៏មានកូនស្រីតូចប៉ុន្តែឋានៈដែរនៅពេលដែលឃើញក្មេងតូចៗទៅជួបទៅកាន់សមរភូមិជួរមុខអញ្ចឹងគាត់ពិតជាអណោចអធមមែនតែនក៏ផ្ដល់យោបល់ឲ្យឋានៈនឹងឈប់ធ្វើជាទាហានអីអញ្ចឹងណាឋានៈក៏ឆ្លើយតបមកវិញសរសើរទៅកាន់ Captain Ruger គាត់ពិតជាមនុស្សដែលមានទឹកចិត្តល្អមែនទែនក៏ប៉ុន្តែសង្គ្រាមគឺត្រូវតែធ្វើបើមិនទទួលបានសន្តិភាពនោះទេនោះកូនស្រីជាទីស្រឡាញ់របស់ Captain Ruger ហ្នឹងក៏ត្រូវទៅសង្គ្រាមដែរអញ្ចឹងហើយការចូលជួរកងទ័ពជួរមុខជួរក្រោយគឺត្រូវតែចូលដើម្បីការពារឲ្យប្រទេសមានសន្តិភាពបបួលគាត់ញ៉ាំបាយថ្ងៃជាមួយនឹងគ្នាដែរដែលឃើញគាត់ stress ខ្លាំងពេកក៏ប៉ុន្តែគាត់ប្រកែករួចហើយគាត់ក៏បានដើរចេញដើម្បីទៅញ៉ាំបាយជាមួយនឹងប្រពន្ធគាត់នៅឯផ្ទះទៅហាងថ្នាក់លើជួបប្រជុំគ្នាហ្នឹងក៏ឃើញថាកងទ័ពនៅកន្លែង West Theater ហ្នឹងក៏បាក់ច្រើនមែនទែនបន្ទាប់មកលោកឧត្តមសេនីយ៍ហានក៏បានប្រាប់ទៅកាន់ថ្នាក់លើថាគាត់មានគម្រោងការមួយដែលគាត់ចង់ propose ដែលគម្រោងការហ្នឹងគឺចេញមកពីនាយទាហានម្នាក់តែម្ដងទាំងសមត្ថភាពម៉េចទាំងការគិតការគ្រោងការផ្សេងៗរបស់គាត់ទាំង vision ហ្នឹងគឺល្អឥតខ្ចោះមែនទែនចឹងទៅគាត់ចង់ឲ្យ recommend ម្នាក់ហ្នឹងទៅសមរភូមិមុខតែម្ដងនៅឯជំរំ Western Theater ណាវិញហ្នឹងអ្នករាយការណ៍ក៏បានមកប្រាប់ Eric តាមរយៈស្ថានភាពនៅជំរំរបស់យើងឥឡូវហ្នឹងកងទ័ពណាដែលមានសមត្ថភាពមិនអាចទុកឲ្យនៅតែនេះបានទេគឺត្រូវយកមកបញ្ចូល Eric គាត់ច្រឡំមែនទែន report របស់គាត់ហ្នឹងសរសេរទៅប្រាប់ថាឋានៈក្មេងត្រឹមតែអាយុ9ឬក៏10ឆ្នាំហ្នឹងធម្មជាតិរបស់ក្មេងវានៅតែក្មេងអញ្ចឹងមិនអាចកែប្រែទៅជាមនុស្សធំស្មារតីមាំមួនទៅតទល់ជាមួយនឹងសត្រូវបានទេក៏ប៉ុន្តែថ្នាក់លើបានសម្រេចទៅហើយប្រកែកមិននឹងកើតមានតែធ្វើតាមនឹងឯងវីរៈសេនីយ៍ចូលណាន់ក៏ដូចជាឧត្តមសេនីយ៍ហានហ្នឹងក៏បានមកជុំតុញ៉ាំ steak ជាមួយនឹងឋានៈដើម្បីពិភាក្សាជាមួយនឹង position ថ្មីដែលទើបតែប្រម៉ូទចូលបន្ទាប់ពីបកគោលឯកសារទាំង12 position ដែលជា 12 កណៃថាតើឋានៈហ្នឹងគាត់រើសមួយណាហើយបន្ទាប់មកវីរៈសេនីយ៍ឯងចូលណាន់ហ្នឹងក៏បានចាក់ចែងដើម្បីទុកឲ្យឧត្តមសេនីយ៍ហានជាមួយនឹងឋានៈមានពេលនិយាយគ្នាបន្ទាប់មកឧត្តមសេនីយ៍ហានក៏បាន straight to the business ជាមួយនឹងឋានៈតែម្ដងថាប្រម៉ូទឲ្យឋានៈទៅជាទ័ពមួយដែលសម្រុកទៅកាន់ជួរមុខដែលត្រូវវាយចូលត្រូវវាយដកដែលជាការ recommend របស់ឋានៈកាលពីលើកមុនឋានៈលឺអញ្ចឹងគាំងបដ ாய் អាពងតែចង់នៅរស់ឲ្យបានយូរផងឥឡូវទៅប្រម៉ូទទៅជួរមុខឯណាមិនត្រឹមតែជួរមុខធម្មតាគឺត្រូវវាយចូលត្រូវដកលឿនទៀតអាហ្នឹងគឺងាប់លឿនហ្មងលោកឧត្តមសេនីយ៍ក៏បានប្រាប់ឲ្យឋានៈទៅរើសមនុស្ស45នាក់ឲ្យលឿនមកកាន់តែលឿនកាន់តែល្អហើយឋានៈឯងហ្នឹងដូចជាល្បីខាងខូខើដល់ហើយដូចជាមិនសូវជាមានពីណាគេចង់ធ្វើការជាមួយនោះទេចឹងទៅជូនពរឲ្យសំណាងល្អរួចហើយក៏បានបែកផ្លូវគ្នាត្រឹមហ្នឹងដល់ចេញមកក្រៅវិញសច្ចានៅក្នុងចិត្តថាខ្លួននឹងប្រម៉ែប្រមូលមនុស្សឲ្យយូរជាទីបំផុតនោះខ្លួននឹងក្របានទៅសមរភូមិមុខហើយសំណើដាក់ទៅតែមួយអាទិត្យសោះចេញមកវិញกระดาษឡើងពេញតុកត្មងហើយសុទ្ធតែវិរៈជូនមកអីអាក្នុងกระดาษដាក់ថាភាគរយងាប់ច្រើនហ្នឹងណានៅតែចូលមកច្រើនទៀតกระดาษឡើងគោពេញតុកចឹងទៅគិតថានឹងរកលេសនៅមើលกระดาษយូរស្រាប់តែ Victoria ហ្នឹងក៏កោះទ្វារចូលមកក្នុងដើម្បីជួយការងារមើលกระดาษទៅវិញហើយ position របស់ឋានៈឥឡូវហ្នឹងគឺយើងឃើញថាគេគ្រប់គ្នាហៅកាប់តែនហើយព្រោះថាទើបតែប្រម៉ូទចូលមុខតំណែងមួយទៀតដែលនឹងឆាប់ងាប់ជាងមុនណោះ